នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតគឺលោកបានទម្លាយប្រាប់អន្តរជាតិថាថៃកំពុងតែកាន់កាប់ទឹកដីខ្មែរនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតគឺបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថាកងកម្លាំងថៃកំពុងតែបន្តកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុនទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ដោយលោកគឺបានអំពាវនាវឲ្យប្រជាជនថៃអនុញ្ញាតឲ្យគណៈកម្មាធិការចម្រុះព្រំដែន JBC ចាប់ផ្ដើមធ្វើការលើតំបន់ព្រំដែនដែលកំពុងតែមានវិវាទសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតគឺលោកបានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុង Washington ដើម្បីចូលរួមសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នៅក្នុងសប្តាហ៍នេះលោកក៏បានមានប្រសាសន៍ថាលោកសង្ឃឹមថាអង្គភាពថ្មីនេះគឺអាចដើរតួនាទីនៅក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនដែលលោកពិពណ៌នាថាគឺមានសភាពផុយស្រួយទោះបីជាមានបទឈប់បាញ់កាលពីខែធ្នូដែលបានបញ្ចប់នៅក្នុងការប្រយុទ្ធគ្នាជាថ្មីក៏ដោយហើយក្រុមប្រឹក្សាសន្តិភាពនេះផងដែរគឺបានបង្កើតឡើងត្រួតពិនិត្យផែនការសន្តិភាពនៅហ្គាហ្សាប៉ុន្តែលោក Trump គឺមានប្រសាសន៍ថាវាក៏អាចដើរតួនាទីកាន់តែទូលំទូលាយផងដែរការលើកឡើងរបស់មេដឹកនាំកម្ពុជាលើវិវាទព្រំដែននេះគឺបានសង្កត់ធ្ងន់ទៅលើហានិភ័យដែលថាចំនួនហ្នឹងគឺអាចនឹងផ្ទុះឡើងវិញម្ដងទៀតបើទោះបីជាលោក Trump បន្តជំរុញពីជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពក៏ដោយការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតគឺបានផ្ទុះឡើងកាលពីខែកក្កដាឆ្នាំ2025បានធ្វើឲ្យមនុស្សរាប់សែនអ្នកភៀសខ្លួននិងរំខានដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែនដែលមានប្រវែង817គីឡូម៉ែត្រកិច្ចព្រមព្រៀងសន្តិភាពកាលពីខែតុលាដែលត្រូវបានចុះហត្ថលេខាជាមួយនឹងលោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរលាយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលការបោះឈប់បាញ់ថ្មីមួយត្រូវបានសម្រេចនៅថ្ងៃទី27ខែធ្នូសម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតគឺលោកបានប្រាប់ទៅ Reuters ដូចនេះថាយើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅនៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើននេះគឺលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារឯកតោភាគីទៅទៀតសម្ដេចមហាបវរថាបតីលោកក៏បានបន្ថែមទៀតថាទាហានថៃបានដាក់ទូកុងតឺន័រនិងរបងបន្លាលួននៅក្នុងតំបន់ដែលថៃធ្លាប់បានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជាហើយប្រជាពលរដ្ឋមិនអាចត្រឡប់ទៅផ្ទះវិញបានទេសម្ដេចលោកក៏បានសង្កត់ទៀតថានេះមិនមែនជាការចោទប្រកាន់ទេប៉ុន្តែវាគឺជាសេចក្តីថ្លែងការណ៍អំពីការពិតនៅលើទឹកដីផ្ទាល់សម្ដេចលោកក៏បានមានប្រសាសន៍បន្តទៀតថាកម្ពុជាមិនអាចទទួលយកបាននៅអ្វីដែលលោកហៅថាជាការរំលោភលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់យើងនោះទេសម្ដេចក៏សង្ឃឹមថាប្រទេសថៃនឹងយល់ព្រមឲ្យគណៈកម្មការ JBC ចាប់ផ្ដើមការងារឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់ពីភាគីថៃធ្លាប់បានយកលេសរឿងការបោះឆ្នោតកាលពីថ្ងៃទី8ខែកុម្ភៈដើម្បីពន្យាពេលហើយទាំងអស់នេះផងដែរគឺជាប្រសាសន៍របស់សម្ដេចថាបតីនាយករដ្ឋមន្ត្រីគឺលោកបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយជូនទៅដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ដែលតាក់ទងជាមួយនឹងកងកម្លាំងថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដោយ